ស្ដីប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីលក្ខណៈនៃវិធានរបស់នីតិនៅក្នុងនីតិវត្ថុវិស័យនេះវាជាសំណុំវិធានគតិយុត្តទាំងឡាយដែលបានរៀបចំគ្រប់គ្រងការរស់នៅកំណត់អំពីការតំណែងតំណងរវាងមនុស្សនិងមនុស្សនៅក្នុងសង្គមហើយតម្រូវឲ្យមនុស្សទាំងអស់គ្នាចូលរួមគោរពប្រតិបត្តិតាមនយោបាយបង្ខំពីរដ្ឋអំណាចតាមរយៈការដាក់ទណ្ឌកម្មហើយអនុវត្តទៅលើគ្រប់មនុស្សទាំងអស់ក្នុងសង្គមណាហើយគេសង្កេតឃើញថាលក្ខណៈនៃវិធានរបស់នីតិហ្នឹងគឺមានចំនួន3ធំទី1លក្ខណៈទូទៅមិនចំពោះទី2លក្ខណៈក្រៅឆន្ទៈបុគ្គលនិងទី3បង្ខិតបង្ខំលក្ខណៈបង្ខិតបង្ខំហើយខ្ញុំនឹងបកស្រាយមួយចែកជូនដល់បងប្អូនលក្ខណៈទី1លក្ខណៈទូទៅនិងមិនចំពោះបានសេចក្តីថាបណ្ដាវិធាននៃនីតិវត្ថុវិស័យនេះឬក៏ច្បាប់នោះត្រូវបានរៀបចំឡើងដោយមានលក្ខណៈទូទៅមិនចំពោះមុខបានសេចក្តីថាមិនសំដៅទៅលើមនុស្សណាម្នាក់ជាកំណត់នោះទេហើយក៏មិនចម្អុលបង្ហាញឲ្យចំឈ្មោះបុគ្គលណាម្នាក់ឡើយដោយមិនប្រកាន់អំពីឋានៈសង្គមជាតិសាសន៍ពណ៌សម្បុរនិន្នាការនយោបាយនេះដែរវិធានទាំងអស់នេះនឹងការពារដល់បុគ្គលគ្រប់រូបណាដើម្បីអីដើម្បីបំបត្តិនៅការភ័យខ្លាចណាដោយវិធាននៃនីតិត្រូវបានរៀបចំមិនសម្រាប់បម្រើផលប្រយោជន៍ណាមួយនោះឡើយកាលណាបើមានការធ្វើឲ្យមានជាសនកម្មណានៅក្នុងសង្គមរស់នៅនឹងផ្ដន់ទាទោសចំពោះបុគ្គលណាដែលរំលោភបំពានលើវិធាននៃនីតិហ្នឹងនេះគឺលក្ខណៈណាទី1លក្ខណៈទី2លក្ខណៈខាងក្រៅឆន្ទៈបុគ្គលវិធាននៃច្បាប់ហ្នឹងជាផលិតផលនៃសង្គមដែលបានសេចក្តីថាវាជាឆន្ទៈទូទៅរបស់បុគ្គលទាំងអស់ដែលមានប្រភពហ្នឹងចេញមកពីរដ្ឋអំណាចក្រៅពីឆន្ទៈនៃបុគ្គលម្នាក់ៗប្រកបដោយមនសិការនិងការត្រិះរិះយ៉ាងល្អិតសម្រាប់សង្គមមនុស្សហើយម្យ៉ាងវិញទៀតវិធាននេះវាទទួលបន្ទុកជាអ្នករៀបចំសង្គមកំណត់អំពីការតំណែងតំណងរបស់សមាជិកសង្គមណាដូចនេះវិធាននេះវាមិនបែងចែកមកពីឆន្ទៈរបស់បុគ្គលណាម្នាក់ឡើយហើយក៏មិនចំណុះដល់បុគ្គលម្នាក់ដែរគ្មានបុគ្គលណាដែលអាចសម្ដែងឆន្ទៈរបស់ខ្លួនដើម្បីឲ្យคล้ายទៅជាវិធានចាក់បង្ខំឲ្យបុគ្គលគ្រប់រូបគោរពតាមទេគ្រប់បានទេនៅក្នុងសង្គមប្រជាធិបតេយ្យលក្ខណៈនេះត្រូវបានបញ្ជាក់បន្ថែមដោយលោកសង់សារ៉ូសូណាដែលលោកបានបញ្ជាក់ថាឆន្ទៈទូទៅក៏ដូចជាឆន្ទៈបុគ្គលម្នាក់ពីព្រោះបុគ្គលម្នាក់ជាភាគបំបែកមិនបាននៃសង្គមនឹងបើតាមលោកបានបញ្ជាក់ហើយលក្ខណៈទី3លក្ខណៈបង្ខំបង្ខិតបង្ខំវិធាននៃច្បាប់មានលក្ខណៈចាប់បង្ខំឲ្យបុគ្គលគ្រប់រូបត្រូវតែគោរពដោយខានមិនបានណាគ្មានការលើកលែង
យោគយល់ដល់បុគ្គលណាមួយឡើយដោយសង្អាងទៅលើជាតិសាសន៍ពណ៌សម្បុរណានានាការនយោបាយឬក៏លក្ខខណ្ឌអ្វីដែលពិសេសបានឡើយលក្ខណៈនេះជាលក្ខណៈមួយដែលដាច់ណាត់សម្រាប់សម្គាល់នៃវិធានច្បាប់នៅក្នុងករណីដែលបុគ្គលណាមួយមិនគោរពនៅវិធាននៃនីតិរដ្ឋអំណាចត្រូវតែដើរតួនាទីនេះជាអ្នកអទណ្ឌកម្មណាគ្រប់បុគ្គលដែលបំពានទៅលើវិធាននៃនីតិហ្នឹងដែលជាវិធានការមួយក្នុងការអនុវត្តវិធាននីតិហ្នឹងឲ្យមានប្រសិទ្ធភាពណាលក្ខណៈបង្ខិតបង្ខំត្រូវបានលេចឡើងតាមរយៈការដាក់ទណ្ឌកម្មដែលមានដូចជាប្រភេទទណ្ឌកម្មរដ្ឋបាលប្រភេទណាទណ្ឌកម្មរដ្ឋវិនីនិងប្រភេទទណ្ឌកម្មព្រំទាន់អញ្ចឹងនៅក្នុងលក្ខណៈនៃវិធានរបស់នីតិហ្នឹងយើងសង្កេតឃើញថាមានតែ3ប៉ុណ្ណឹងសូមអរគុណបងប្អូនទាំងអស់គ្នា